បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ម៉ៅឬក៏ការបដូរពណ៌ម៉ៅរបស់យើងនេះឲ្យវាទៅជាពណ៌ផ្សេងដែលតម្រូវទៅតាមអ្វីដែលយើងចូលចិត្តអញ្ចឹងដើម្បីទៅប្រើប្រាស់ឡើងនឹងបានយើងចូលទៅ setting របស់វាចឹងខ្ញុំអត់ចូលទៅក្នុងនេះទេខ្ញុំប្រើម៉ៅ menu ដែរយក show more option តបមកចូលមកចំណុចខាងក្រោមនេះមកហើយយើង search ម៉ៅមកនេះកន្លែង mouse setting អញ្ចឹងដើម្បីដូរវាបានយើងអូសចុះមកក្រោមមកយកពាក្យថា mouse point and touch អញ្ចឹងវាមកកន្លែងទីតាំងបដូរពណ៌អញ្ចឹងយើងចង់បដូរពណ៌ទៅជាបែបម៉េចយើងបដូរកន្លែងនេះមកអញ្ចឹងនៅក្នុងកន្លែងនេះយើងអាច select ពណ៌ក្រៅពីពណ៌ដែលនៅខាងនេះបានខាងក្រៅវាបានអញ្ចឹងខ្ញុំប្រើ mouse ពណ៌បែបនេះចឹងអញ្ចឹងពេលដែលយើងសេរីទៅគឺវាបានហើយកន្លែងនេះគឺតាក់ទងជាមួយទំហំម៉ៅតូចធំម៉ៅតូចម៉ៅធំគឺទៅហ្នឹងពេលដែលយើងបើកកន្លែងនេះមួយទៀតថាបើកពេលបើកកន្លែងនេះគឺយើងចុចលើកន្លែងរបស់អីមួយទៅគឺវាធ្លុបអញ្ចឹងខ្ញុំអត់ដូរទេអត់ស្អាតស្រឡាញ់ពណ៌អញ្ចឹងខ្ញុំដាក់ពណ៌ទៅស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងមកបានដូចគ្នាមកខាងក្រោមនេះម៉ៅនេះពេលដែលយើងបើកទៅគឺវាអស់បែបអ្នកមុំអីយើងវិលមុខដែរពេលដាក់ហ្នឹងចឹងខ្ញុំដកវិញបើសិនអ្នកទាំងអស់គ្នាចង់ដាក់ក៏ដាក់ទៅអត់អីទេមើលទៅវាស្អាតដែរម៉ៅយើងកវីកវត្តទៅវិលតាមហើយនៅខាងក្រៅនេះទៀតមានដូចជា stick របស់ម៉ៅកន្លែងនេះពេលដែលយើងតម្លាក់វាទៅម៉ៅរបស់យើងអត់ចង់ទៅមុខទេឃើញទេចឹងដល់ពេលដែលយើងទៅឡើងគឺធ្វើឲ្យម៉ៅយើងល្បៀនអញ្ចឹងយើងស្រឡាញ់ល្បឿនប៉ុណ្ណាយើងយកវាប៉ុណ្ណឹងទៅអញ្ចឹងយក12ដែរ12លឿនពី11បាន11ល្មមហើយមកខាងក្រោមនេះតាក់ទងមួយ scroll ម៉ៅកណ្ដាលរបស់យើងអញ្ចឹងខ្ញុំដាក់តិចដែរព្រោះដាក់ខ្លាំងទៅពេលដែលយើងកិលវាអូសទៅលឿនអញ្ចឹងនៅក្នុងការសេរីម៉ៅឲ្យវាទៅជាពណ៌ដែលយើងចង់បានគឺមានតែប៉ុណ្្នឹងទេខ្ញុំខំថាអ្នកទាំងអស់គ្នានឹងធ្វើបានភីងអ្នកទាំងអស់គ្នាបាទជម្រាបលា